រដ្ឋបាលរាជធានីភ្នំពេញនឹងបើកដំណើរការផ្លូវថ្មើរជើងចតុមុខរយៈពេល3ថ្ងៃរដ្ឋបាលរាជធានីភ្នំពេញនឹងបើកដំណើរការផ្លូវថ្មើរជើងចតុមុខរយៈពេល3ថ្ងៃដើម្បីអបអរឆ្នាំថ្មីឆ្នាំសកល2026ស្របពេលរាជធានីភ្នំពេញត្រូវបានចាត់ជាគោលដៅទេសចរណ៍ល្អបំផុតមួយអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី28ខែធ្នូឆ្នាំ2025នេះរដ្ឋបាលរាជធានីភ្នំពេញនឹងបើកឲ្យដំណើរការជាធម្មតានៅផ្លូវថ្មើរជើងចតុមុខរយៈពេល3ថ្ងៃនៅថ្ងៃទី31ខែធ្នូនិងថ្ងៃទី1និងថ្ងៃទី2ខែមករាឆ្នាំ2026ខាងមុខនេះអមដោយការដាក់តាំងលក់ផលិតផលក្នុងស្រុកម្ហូបអាហារផ្ទាំងទស្សនីយភាពសិល្បៈបុរាណសម័យចម្រុះជាច្រើនគណៈរាជធានីភ្នំពេញត្រូវបានសារព័ត៌មាន BBC ចាត់ជាគោលដៅទេសចរណ៍ល្អបំផុតមួយក្នុងចំណោមគោលដៅធំៗទាំង20លើពិភពលោកអ្នកនាំពាក្យរាជធានីភ្នំពេញបានបញ្ជាក់ថាការបើកឲ្យដំណើរការជាធម្មតាផ្លូវថ្មើរជើងចតុមុខនេះដែលមានរយៈពេល3ថ្ងៃគឺដើម្បីជំរុញនិងលើកកម្ពស់វិស័យទេសចរណ៍នៅរាជធានីភ្នំពេញឲ្យកាន់តែរស់រវើកស្របពេលដែលពិភពលោកទាំងមូលនឹងរៀបចំទទួលអំណរសាទរឆ្នាំថ្មីឆ្នាំសកល2026នេះខាងមុខនេះការបើកឲ្យដំណើរការជាធម្មតានៅផ្លូវថ្មើរជើងចតុមុខនេះរាជធានីភ្នំពេញត្រូវបានសារព័ត៌មាន BBC ចាត់ជាគោលដៅទេសចរណ៍ល្អបំផុតមួយក្នុងចំណោមគោលដៅធំៗទាំង20លើពិភពលោកនៅក្នុងនោះដែរមានដូចជាផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញកោះប៉ូលីនេស៊ីប្រទេសឈីលីរដ្ឋធានីអាប៊ូដាប៊ីអារ៉ាប់រួមអាហ្សេរីយ៉ានៅអាហ្វ្រិកជ្រលងខូឆាហ្គោប្រទេសឈីលីកោះខូចជិតញូហ្សេឡង់កូស្តារីកានៅជិតអាមេរិកខាងជើងនិងខាងត្បូងប្រជុំកោះហ៊ីព្រីតនៅឆ្នេរសមុទ្រភាគពាយ័ព្យនៃប្រទេសស្កុតឡែនអ៊ីស៊ីកាវ៉ាប្រទេសជប៉ុនកោះកូដូម៉ូឥណ្ឌូនេស៊ីឡូរ៉េតូនៅប៉ាចាកាលីហ្វ័រញ៉ាប្រទេសម៉ុងតេនេក្រូនៅឧបទ្វីបបាល់កង់ឆ្នេរអូរ៉េហ្គននៅតំបន់ប៉ាស៊ីហ្វិកពាយ័ព្យនៃទ្វីបសហរដ្ឋអាមេរិកទីក្រុងអ៊ូលូនៅភាគខាងជើងប្រទេសហ្វាក់ឡង់ទីក្រុងភីឡាដាហ្វីយ៉ានៅភាគអាគ្នេយ៍នៃរដ្ឋ Pennsylvania សហរដ្ឋអាមេរិក Gemaria ប្រទេសប៉ូទុហ្គាល់ Samburu នៅភាគខាងជើងប្រទេសកេនយ៉ាប្រទេស Santo Domingo សាធារណរដ្ឋ Dominican ជ្រលង Slocan រដ្ឋ British Columbia ប្រទេសកាណាដាថ្មភក់ Uluru ប្រទេសអូស្ត្រាលី Oiragay ស្ថិតនៅចន្លោះប្រេស៊ីលនិងអាហ្សង់ទីន